អត្ថបទស្ដាប់រឿងឃាតកៈទាំង7ថ្ងៃនេះលោកមេឃុំរៀបនឹងចេញទៅប្រជុំស្រាប់តែភ្នាក់ងារមណ្ឌលសុខភាពមកអញ្ជើញលោកទៅចូលរួមប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិគាត់ស្ដីអំពីការចាក់ថ្នាំបង្ការជំងឺផ្សេងៗមេឃុំប្រកែកថាគាត់មិនអាចទៅបានទេព្រោះជាប់ប្រជុំសំខាន់ណាស់ជាមួយក្រុមប្រឹក្សាឃុំស្ដីអំពីការអភិវឌ្ឍផ្លូវថ្នល់នៅក្នុងសហគមន៍ភ្នាក់ងារមណ្ឌលសុខភាពតបវិញថាការប្រជុំស្ដីអំពីការចាក់ថ្នាំបង្ការជំងឺគឺសំខាន់ជាងការប្រជុំរបស់លោកទៅទៀតការប្រជុំនោះគឺនៅក្នុងបន្ទប់ងងឹតមួយលោកប្រធានទេតណូសក៏ផ្អៀងញាក់ៗដើរចូលក្នុងបន្ទប់ស្រែកថាឯណាសមាជិកទាំងអស់ថ្មនេះហើយនៅមិនទាន់មកប្រជុំគ្នាទៀតនាងខាន់ស្លាក់ក៏ឡើងក្រហមរងាលឆ្លើយថាខ្ញុំមកទាន់ពេលរលើកព្រោះខ្ញុំមិនសូវមានការងារធ្វើទេឥឡូវគេនាំគ្នាចាក់ថ្នាំបង្ការអស់ហើយនាងក្អកមាន់ក្អកខែៗតបថាខ្ញុំក៏ដូចជាខាន់ស្លាក់ដែរពិបាកណាស់ចម្លងមេរោគមិនបានសោះលោកកញ្ជ្រឹលខ្លួនឡើងក្រហមរវៀមនិងលោកស្វិតដៃជើងចូលមកដល់អ្នកទាំងពីរនិយាយដូចគ្នាថាបានជាខ្ញុំមកយឺតព្រោះខ្ញុំរវល់ចម្លងរោគនៅក្នុងភូមិមួយដែលមានប្រជាជនជាច្រើនមិនយកកូនទៅចាក់ថ្នាំបង្ការអ្នកស្រីអាសន្នរោគឈរច្រត់ចង្កេះនិយាយថាខ្ញុំក៏អញ្ចឹងដែររដូវនេះជារដូវក្តៅជាឱកាសដែលខ្ញុំត្រូវចម្លងជំងឺបើខ្ញុំនឹងដឹងថាមានអ្នកមិនបានទៅចាក់ថ្នាំបង្ការខ្ញុំចម្លងរោគភ្លាមអំបញ្ញមិញខ្ញុំចម្លងជំងឺទៅក្មេងៗបាន 3-4 នាក់ក្នុងនោះក្មេងម្នាក់បានស្លាប់ហើយឯម្នាក់ទៀតជិតដាច់ចុះស្លាប់លោករបេងក្អកខែៗឡើងរាយការណ៍ថាខ្ញុំរវល់ណាស់មានភូមិ 3-4 នៅតំបន់ដាច់ស្រយាលគ្មានអ្នកណាចាក់ថ្នាំបង្ការនោះទេសព្វថ្ងៃនេះខ្ញុំកំពុងចម្លងរោគរបេងនៅទីនោះលោកប្រធានទេតណូសធ្វើការបូកសរុបថាល្អណាស់ឥឡូវនេះយើងបានចម្លងជំងឺណាស់ព្រោះមានថ្នាំបង្ការស្អីនោះយើងប្រហែលជាស្លាប់ដូចបងអុជធំអញ្ចឹងដែរខ្ញុំសូមប្រាប់ទៅអ្នកទាំងអស់គ្នាថានៅទីក្រុងគេនាំកូនចៅទៅចាក់ថ្នាំបង្ការអស់ហើយដូច្នេះត្រូវនាំគ្នាសម្រុកទៅជនបទវិញពិសេសនៅតំបន់ដាច់ស្រយាលព្រោះទីនោះមានកុមារមិនចាក់ថ្នាំបង្ការជាច្រើនឥឡូវយើងមានសមាជិកថ្មីមួយទៀតគឺលោកប្អូនអេតជំងឺនេះមិនទាន់មានថ្នាំបង្ការនៅឡើយដូច្នេះសូមបងប្អូនត្រូវចម្លងឲ្យបានច្រើនលោកមេឃុំស្ដាប់ហើយលាន់មាត់ថាអូគួរឲ្យបារម្ភណាស់ខ្ញុំនឹងទៅចូលរួម